តោះគ្នាដែលគាត់បងប្អូនអ្នកជំងឺដែលគាត់មានបញ្ហាដល់សាច់សេម៉ននៅលើប្រភេទឬក៏ប៉ាវ៉ែនកន្លែងបន្ទោបងហ្នឹងអាហ្នឹងគឺជាប្រភេទជំងឺសេម៉នណាដល់លក្ខណៈខ្ញុំដូចផ្កាខាត់ណាឬក៏កញ្ចុំដូចផ្កាសេម៉នហ្នឹងអាហ្នឹងគឺជាប្រភេទជំងឺសេម៉នហើយបងប្អូនខ្លះទៀតគាត់ធ្លាប់ទៅពេទ្យដុតហើយនៅតែដោះមកវិញហើយបងប្អូនខ្លះទៀតគាត់ប្រើថ្នាំខ្មែរថ្នាំលេបថ្នាំចុងគ្រីមមកបច្ចិននេះនៅតែអត់បាត់អញ្ចឹងសាររបស់មកប្រើថ្នាំខាងខ្ញុំចំពោះថ្នាំខាងខ្ញុំគឺទិញម្ដងព្យាបាលជាដាច់100%ទិញម្ដងព្យាបាលជាដាច់100%សំខាន់ទិញទៅតាមអ្វីដែលខ្ញុំណែនាំពីព្រោះដុំសាច់ប៉ុណ្ណាខ្ញុំណែនាំប៉ុណ្ណឹងពីព្រោះបទពិសោធន៍ខ្ញុំវា7-10ឆ្នាំទៅលើផ្នែកសេម៉នហ្នឹងអញ្ចឹងគឺខ្ញុំពិនិត្យមើលលើដុំសាច់ដោះប៉ុណ្ណាអីប៉ុណ្ណាគឺខ្ញុំណែនាំទៅតាមហ្នឹងហើយចំពោះឆ្នាំយើងមានជាឈុតបើយើងអត់មានលុយទិញជាឈុតទេយើងទិញម្ដងតិចព្យាបាលក៏បានតាមទឹកលុយไปយ៉ាងចឹងណាចំពោះឆ្នាំយើងមានឈុតតូចឈុតកណ្ដាលឈុតធំនិងឈុតតាមប្រើតាមទឹកលុយតែបងប្អូនដែលគាត់មានកាយវិការច្រើនយើងចង់ទិញតាមទឹកលុយតាមឈុតព្យាបាលជាដាច់ទៅវាចំណេញដោយសារយើងទិញម្ដងព្យាបាលជាដាច់100%ហើយចំពោះឆ្នាំពេលទទួលបានគឺមានកណ្ដាស់ណែនាំអញ្ចឹងគឺបញ្ជាក់ពីប្រើវិធីការពារចំណេញទៅតាមនឹងការអនាម័យយើងអាចមើលទៅតាមនឹងបានហើយចំពោះនេះគឺជាប្រភេទឈុតកណ្ដាលសម្រាប់ព្យាបាលដុំសាច់ប៉ិនជើងធូបប៉ិនជើងធូបប៉ិនធូបមានច្រើនឬក៏ប៉ិនចុងចកាមាន5-6ដុំហើយយើងប្រើឈុតកណ្ដាលហ្នឹងហើយឈុតកណ្ដាលហ្នឹងគឺមានថ្នាំលាបរៀងច្រើនពីព្រោះថ្នាំយើងជាប្រភេទថ្នាំកាត់ស្រាលអញ្ចឹងយើងប្រើថ្នាំរៀងច្រើនហើយយើងលាបទៅអត់មានផលប៉ះពាល់អីទាំងអស់ព្រោះដោយសារថ្នាំប្រភេទថ្នាំកាត់ស្រាលយើងប្រើថ្នាំច្រើនអញ្ចឹងលាបអត់មានក្តៅអត់មានរលាកមានកាហាយប៉ះពាល់មកធ្វើការមករស់ស៊ីទៅចឹងទេហើយចំពោះឈុតកណ្ដាលនេះគឺយើងមានថ្នាំលេបប៉ុន្តែខ្ញុំអត់បានរៀបចំនៅក្នុងហ្នឹងឲ្យមើលទេចំពោះថ្នាំលេបយើងទទួលបានថ្នាំលេបចំនួន5ថ្ងៃណាចំពោះថ្នាំប្រភេទឈុតកណ្ដាលនេះប្រភេទឈុតកណ្ដាលយើងទទួលបានថ្នាំលេប5ខ្លងអញ្ចឹងសម្រាប់ជាបាតដុំសាច់ប៉ិនចុងចកាប៉ិនអីហ្នឹងគឺមាន5-6ដុំយើងព្យាបាលមួយជាដែរហើយនឹងថ្នាំលេបចំនួន5ថ្ងៃតែក្នុងនេះខ្ញុំបានដែរចំបងប្អូនដែលគាត់មានបញ្ហានៃជំងឺដែលគាត់មានបញ្ហាអស់ហ្នឹងហើយបើស្អីក៏អត់ជាទឹកពេទ្យហើយក៏អត់ជាសាក់មកលបងមកប្រើថ្នាំខាងខ្ញុំទៅហើយនិយាយទៅបើភាសាខ្ញុំចិត្ត10ឆ្នាំអញ្ចឹងខ្ញុំពិនិត្យទៅលើដុំសាច់ខ្ញុំឃើញប៉ុណ្ណាខ្ញុំណែនាំថ្នាំប៉ុណ្ណឹងគឺខ្ញុំអត់ណែនាំលើសទេគឺអត់ចង់បានលុយអ្នកជំងឺទេអញ្ចឹងអ្នកជំងឺកាប់ប៉ុណ្ណាខ្ញុំណែនាំប៉ុណ្ណឹងគឺអ្នកជំងឺប្រើទៅគឺជាបាលជាដាច់តែម្ដងអញ្ចឹងណាសម្រាប់បងប្អូនដែលគាត់មានបញ្ហាជាបាលដាច់ទេជំងឺសេម៉នហ្នឹងគឺអាចទំនាក់ទំនងលេខទូរស័ព្ទដៃលើ caption ឬក្នុង comment ហ្នឹងបានណា